បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបកស្រាយនៅលំហាត់ទី1នៅក្នុង Microsoft Office Word អញ្ចឹងនៅក្នុងលំហាត់ទី1នេះគឺគេចង់ឲ្យយើងបង្កើតលិខិតស្នើសុំរៀនតាមអនឡាញដែលវាមានទម្រង់បែបនេះអញ្ចឹងដើម្បីកំណត់វាយើងចូលទៅមើលយើងទៅបង្កើត file ថ្មីមួយសិនមកអញ្ចឹងដើម្បីបង្កើត file ថ្មីយើងចូលទៅក្នុង file ហើយយកពាក្យថា new ហើយយកពាក្យថា blank document អញ្ចឹងយើងបាន file ថ្មីមួយអញ្ចឹងនៅក្នុង file ថ្មីនេះគឺគេចង់ឲ្យយើងប្រើទំហំក្រដាសជា A4 ក្រដាស A4 អញ្ចឹងដើម្បីកំណត់ក្រដាសបានទំហំក្រដាសយើងចូលទៅក្នុងlayout ហើយយកពាក្យថា size អញ្ចឹងនៅក្នុង size នេះវាមានប្រភេទក្រដាសជាច្រើនប្រភេទតែក្នុងលំហាត់របស់យើងគឺគេឲ្យយើងប្រើក្រដាស A4 អញ្ចឹងចូលក្រដាស A4 មកហើយសំណួរបន្ទាប់កំណត់ margin ជាប្រភេទ normal margin មានន័យថាgame សងខាងលើក្រោមឆ្វេងស្ដាំអញ្ចឹងគេឲ្យយើងកំណត់ជាប្រភេទ normal អញ្ចឹងយើងដើម្បីកំណត់ margin បានយើងចូលទៅក្នុង layout ដូចគ្នាហើយយើងយកកន្លែង margin ហើយនៅក្នុង margin ហ្នឹងវាមានប្រភេទច្រើនប៉ុន្តែអ្វីដែលយើងចង់បានគឺយើងចង់បានប្រភេទ normal អូខេសំណួរបន្ទាប់កំណត់ចំណងជើង size 14 font ខ្មែរ OS មូល័យអញ្ចឹងមានន័យថាយើងកំណត់ទំហំអក្សររបស់យើងគឺ14ហើយកំណត់ font name គឺខ្មែរ OS មូល័យនៅក្នុងចំណងជើងណាអូខេចំណងជើងគឺយើងសំដៅទៅលើនេះពាក្យស្នើសុំរៀនតាមអនឡាញជាមួយនឹងប្រជាជាតិកម្ពុជាអញ្ចឹងយើងកំណត់វាជា font ខ្មែរ OS មូល័យអូខេអញ្ចឹងប្រជាជាតិកម្ពុជារបស់យើងគឺស្ថិតនៅខាងស្ដាំអញ្ចឹងខ្ញុំធ្វើការដាក់នៅកន្លែងនេះពេលដែលយើងកំណត់អញ្ចឹងហើយពេលដែលយើងចុច tab មកគឺវាមកដល់នឹងតែម្ដងអូខេឃើញទេអញ្ចឹងយើងសរសេរបញ្ចូលមកព្រះរាជជាហើយយើងចុច tab មួយទៀតមកគឺដល់កន្លែងហ្នឹងមកហើយវាតម្រឹមសងខាងនៅពេលដែលយើងសរសេរអូខេអញ្ចឹងកន្លែងនេះគេឲ្យយើងកំណត់ជា font ខ្មែរ OS មូល័យអញ្ចឹងយើងដើម្បីកំណត់ font បានយើងចូលទៅក្នុងយើង select ហើយយើងចូលក្នុង home ហើយយកកន្លែង font នេះកន្លែងនេះអញ្ចឹងយើងដាក់មកខ្មែរ OS មូល័យនេះអូខេហើយទំហំអក្សរយើងដាក់14អូខេ14មួយទៀតពាក្យស្នើសុំរៀនតាមអនឡាញអូខេអញ្ចឹងយើងសរសេរកន្លែងតួសេចក្តីដោយតួសេចក្តីវាអក្សរច្រើនពេកអញ្ចឹងខ្ញុំសូមធ្វើការ copy បញ្ចូលអញ្ចឹងកន្លែងនេះគឺយើងប្រើ font គេឲ្យយើងប្រើ font size 11និងខ្មែរ OS បាត់ដំបងអញ្ចឹងកន្លែងនេះយើងដាក់ខ្មែរ OS បាត់ដំបងវិញខ្មែរ OS បាត់ដំបងហើយ font size 11អូខេហើយយើងតម្រឹមខាងឆ្វេងវិញហើយ tab មួយមកយើងអត់ tab ដល់នេះទេគឺយើងចុះបន្ទាត់កន្លែងនេះអញ្ចឹងយើងដោះអានេះចេញមកយើងចុច tab ថ្មីមកកន្លែងនេះអញ្ចឹងយើងសរសេរបញ្ចូលមកដោយសារតែខ្ញុំមាន text យើងស្រាប់ហើយខ្ញុំ copy ចូលអូខេអញ្ចឹងឲ្យតែយើង copy វាលោតពណ៌ក្រហមអញ្ចឹងយើងអាចដោះវាបានវិញទេណាគ្រាន់យើងគ្រាន់តែ select មកហើយយើងចូលកន្លែង view ហើយយកកន្លែង review យកកន្លែង language យកកន្លែង language នេះមកហើយយកពាក្យ
set proper thing ហើយចូលកន្លែងខ្មែរមក tick ទាំងអស់មកបាទហើយឃើញទេអូខេហើយយើងតម្រើមអក្សរយើងឲ្យស្អាតមកព្រោះដោយសារតែយើង copy អញ្ចឹងវារៀងអត់សូវស្អាតទេកន្លែងហ្នឹងវារៀងផុតផុយបន្តិចទៅមើលរូបរបស់យើងមកនេះកន្លែងនេះយើងចុច tab ថ្មីមកហើយកន្លែងនេះគឺយើងតម្រឹមវាស្អាតមកអូខេអូខេចាប់បន្ទាត់មួយទៀតមកហើយយើងនេះទៅសេកន្លែងនេះម្ដងកន្លែងនេះយើងកំណត់ដូចមិញអញ្ចឹងនេះយើងកំណត់តម្រឹមកណ្ដាលដូចគ្នាមកនេះដាក់កន្លែងនេះដដែលគេ tab មកយើងសេចូលក្នុងពេញថ្ងៃសុក្រមួយរោចខែអរគុណឆ្នាំឆ្លូវនេះគឺជាឧទាហរណ៍ណា2565ត្រូវនឹងហត្ថលេខាអញ្ចឹងហត្ថលេខានេះវាប្រើ font ខ្មែរ OM មួយឡាយដែរអញ្ចឹងយើងកំណត់ font មកអូខេហើយកន្លែងនេះយើងចង់កំណត់គម្លាតវាបានណាយើងគ្រាន់តែចុច select វាមកហើយយើងចូលកន្លែងនេះមកនេះយើងអាចកំណត់វាប្រហែល 1.5 ឬក៏ 2 គាត់អីចឹងហើយយើងដាក់តែ 1.5 ចុះណាប៉ុណ្នេះអូខេហើយកន្លែងនេះយើងធ្វើការ enter មួយទៀតចុះក្រោមទៅមកឲ្យវាស្រៀងឆ្លាស់ហើយមួយទៀតនេះយើងមើលសញ្ញានេះអញ្ចឹងដើម្បីកំណត់សញ្ញានេះបានគឺយើងឥឡូវយើងចុះបន្ទាត់ពីកន្លែងនេះមកអញ្ចឹងដើម្បីកំណត់សញ្ញានឹងបានយើងចូលទៅក្នុង font សិនចូលក្នុង font យើងដូរ font ទៅជា font តាក់តែងនេះ font តាក់តែងហើយបន្ទាប់មកយើងចូលទៅក្នុង insert ហើយយកពាក្យកន្លែង symbol នេះហើយ add symbol នេះមកអញ្ចឹងយើងរកមើលមកនៅក្នុងវាមានច្រើននេះក្នុង more នេះមានច្រើនមានជាច្រើនទៀតអញ្ចឹងយើងយក font យើងយក style មួយមកឧទាហរណ៍ style មួយនេះចុះ insert មកចូលហើយនេះអញ្ចឹងវារាងតូចបើវារាងតូចយើងកំណត់វាឲ្យរីកវាតិចមកធំតិចមកអូខេប៉ុណ្ណឹងចុះណាគេថាប៉ុណ្ណឹងហើយយើងចង់បានប៉ុណ្ណាយើងអាចរីករួមវាបានណាអូខេអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ